ឧស្សាហ៍ញិចសម្អាតយូរទៅយើងសង្កេតឃើញថាបរិវេណច្រមុះរបស់យើងចាប់ផ្ដើមខូងឬក៏ផតស្រុតចុះ Sebaceous filament ឬក៏ហៅថាមុនច្បាយនំបញ្ចុកគឺជាច្បាយសដែលយើងសង្កេតឃើញថាជាទូទៅកើតមាននៅបរិវេណច្រមុះដែលអ្នកទាំងតែងតែសង្កេតឃើញហើយព្យាយាមនៅក្នុងការញិចសម្អាតវាយកចេញទម្លាប់នៅក្នុងការញិចសម្អាតនិងការសង្កត់ខ្លាំងធ្វើឲ្យខូចរចនាសម្ព័ន្ធស្បែកនៅបរិវេណដែលមាន Sebaceous filament ឬមួយក៏បរិវេណច្រមុះរបស់យើងចាប់ផ្ដើមខូងឬក៏ផតស្រុតចុះសកម្មភាពមួយចំនួនដែលធ្វើឲ្យមាន Sebaceous filament នឹងច្រើនឬក៏មុនច្បាយនំបញ្ចុកនឹងច្រើនទី1ការលាងសម្អាតអត់បានស្អាតល្អមានន័យថាការជ្រើសរើស uniform នឹងមុខអត់បានល្អទៅនឹងប្រភេទស្បែករបស់យើងទី2ការផ្ដល់សំណើមដល់ស្បែកមិនបានគ្រប់គ្រាន់ទី3ការប្រើប្រាស់លេខការពារកម្ដៅថ្ងៃមិនបានគ្រប់គ្រាន់និងដិតដល់ទី4កង្វះការជំរុញកោសិកាស្បែកជាប្រចាំអញ្ចឹងបើសិនជាក្នុងករណីយើងអនុវត្តនៅកត្តាទី1ទី2ទី3ទី4ដោយលោកគ្រូរៀបរាប់ខាងដើមហ្នឹងមិនបានត្រឹមត្រូវទេយើងនឹងសបោមុនច្បាយនំបញ្ចុកហ្នឹងឬក៏ហៅថា Sebaceous filament អញ្ចឹងដើម្បីកាត់បន្ថយនៅ Sebaceous filament តើយើងត្រូវធ្វើបែបណានៅ Megabel យើងមានបច្ចេកទេសក្នុងការព្យាបាលមួយដែលមានឈ្មោះថា Aquapure គឺជាបច្ចេកទេសដែលប្រើប្រាស់នៃទឹករួមបញ្ចូលជាមួយនឹងសារធាតុរាវពិសេសទៅតាមប្រភេទស្បែកនីមួយៗដើម្បីលាងសម្អាតទៅតាមគល់រោមរបស់យើងដកយកនៅកំណកខ្លាញ់ទាំងអស់នោះចេញដោយមិនធ្វើឲ្យខូចរចនាសម្ព័ន្ធស្បែកដោយមិនធ្វើឲ្យស្បែកនៅបរិវេណនឹងស្ងួតឬមួយក៏ធ្វើឲ្យបរិវេណដែលមានមុនច្បាយនំបញ្ចុកឬក៏ Sebaceous filament ហ្នឹងគឺឃើញរីកកាន់តែធំនោះទេ Megabel Clinic Cambodia